ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងនឹងនិយាយអំពីជំនាញមួយគឺជំនាញកាត់តវីដេអូឬក៏យើងហៅថា video editing skill តើជំនាញនេះបច្ចុប្បន្នហ្នឹងមានទីផ្សារកម្រិតណាហើយរៀនចប់ទៅយើងអាចទៅធ្វើអីបានខ្លះហើយចំណាយពេលរយៈពេលប៉ុន្មានអញ្ចឹងបងនឹងបកស្រាយតាក់ទងមួយជំនាញនេះប៉ុន្តែបងមុននឹងបងបន្តទៅលម្អិតបងចង់បញ្ជាក់ថាអ្វីដែលបងលើកឡើងនៅក្នុងវីដេអូនេះគ្រាន់តែជាមតិយោបល់ចែកម្លែកតែប៉ុណ្ណោះអញ្ចឹងបើសិនជាបងអូនចង់ជាក់ច្បាស់បងអូនគួរតែសួរនាំជាមួយនឹងអ្នកដែលគាត់ធ្វើការនៅផ្នែកនឹងផ្ទាល់ដើម្បីបានទទួលបានបទពិសោធន៍ជាក់ស្ដែងចឹងវីដេអូ editing skill ហ្នឹងគឺជំនាញទៅកាត់តវីដេអូហើយបានជាបច្ចុប្បន្នហ្នឹងទីផ្សារស្រុកខ្មែរមានការមានកំណើនត្រូវការលើជំនាញនឹងច្រើនខ្លាំងម៉េចយើងដឹងហើយថាប្រជាជនខ្មែរយើងគឺភាគច្រើនគឺគាត់ប្រើប្រាស់បណ្ដាញសង្គម Facebook ហើយទន្ទឹមនឹងហ្នឹងក៏គាត់ប្រើប្រាស់ IG Instagram ហើយ TikTok ហើយនឹងជាពិសេសគឺអ្នកដែលគាត់ធ្វើ content creator ណាគាត់ធ្វើនៅលើ YouTube ហើយ platform ទាំងអស់ហ្នឹងភាគច្រើនគឺគាត់ទាមទារឲ្យយើងហ្នឹងមាន content ដើម្បី post ដោយ Facebook អញ្ចឹងឧទាហរណ៍ថាគាត់មានផលិតផលមួយអញ្ចឹងគឺគាត់ត្រូវធ្វើអា content ខ្លីៗណា content ខ្លីៗហ្នឹងដើម្បីទៅ post ហើយដើម្បីតាក់ទាញអ្នកមើលឲ្យចាប់អារម្មណ៍ទៅលើផលិតផលឬក៏សេវាកម្មរបស់គាត់ចំណែកឯខាង IG យើងអាច post ជា short ដែរហើយនឹង picture ហើយបើ TikTok បើសិនជាគាត់ជា business person គាត់ត្រូវការ promote ផលិតផលរបស់គាត់គឺគាត់ប្រើទៅលើវេទិកាហ្នឹងច្រើនមែនទែនជាប្រភេទវីដេអូខ្លីៗហើយបើគាត់ត្រូវការផលិតវីដេអូរយៈពេលវែងអញ្ចឹងអ្នកដែលគាត់ធ្វើនៅលើ YouTube គាត់ត្រូវការកាត់តវីដេអូច្រើនមែនតើអញ្ចឹងគាត់អាចនឹងត្រូវការធ្វើ content កាត់តវីដេអូហើយជំនាញទាំងអស់ហ្នឹងវាពាក់ព័ន្ធជាមួយនឹងការបង្កើត content creator ហើយក្រុមហ៊ុនមួយចំនួនគឺគាត់រើស video editing ហ្នឹងដើម្បីមកធ្វើថតផលិតផលគាត់ឲ្យធ្វើវីដេអូ promote អីចឹងទៅអញ្ចឹងវារៀងទូលំទូលាយច្រើនហើយអូនត្រូវចាំថាទោះបីជាពិភពលោកយើងហ្នឹងវាវិវត្តទៅ digital មិនក៏ដោយតារាបណាប្រជាជនយើងនៅតែប្រើប្រាស់បណ្ដាញសង្គមហ្នឹងមនុស្សនៅតែចូលមើលគឺក្រុមហ៊ុនទាំងអស់ហ្នឹងនៅតែត្រូវការអ្នកកាត់តវីដេអូអ្នកធ្វើ content ទាំងអស់ហ្នឹងដដែលកាន់តែលើពីហ្នឹងទៅកាន់តែច្រើនជាងមុនទៀតតកតងមួយសំណប់ប្រាក់ខែជាមធ្យមសម្រាប់អ្នកកាត់តវីដេអូវាមិនដែរបើសិនជាយើងមានបទពិសោធន៍វាអាចនឹងខ្ញុំអត់ច្បាស់ដែរណាគ្រាន់តែថាវាអាចនឹងចាប់ពី$400ឡើងទៅអីចឹងទៅអាស្រ័យតាមបទពិសោធន៍ទេអញ្ចឹងគ្រាន់តែវាប៉ុន្តែគ្រាន់តែថាគុណសម្បត្តិរបស់វានៅពេលដែលយើងចេះជំនាញហ្នឹងហើយយើងធ្វើការគេក៏បានឬក៏យើងអាចមក freelance ក៏បានដែរ freelance ហ្នឹងមិនថាយើងរកលុយខ្លួនឯងកាត់តវីដេអូខ្លួនឯងបង្កើតក្រុមហ៊ុនខ្លួនឯងអាហ្នឹងយើងអាចធ្វើបានហើយមួយទៀតឱកាសរបស់យើងគឺយើងអាចធ្វើជា content creator ដោយខ្លួនឯងមិនថាយើងរកលុយខ្លួនឯងនៅលើ Facebook ចឹងទៅឬក៏លើ YouTube អីចឹងទៅស៊ីសងទៅលើប្រភេទមាតិកាដែលយើងផលិតទេបើសិនជាយើងធ្វើទៅវាមាន view ច្រើនទៅយើងបានលុយកាន់តែច្រើនតែបើសិនជាយើងគ្រាន់តែធ្វើ content ដែលវាអត់ត្រូវជាមួយនឹងចំណាប់អារម្មណ៍របស់អ្នកមើលទេយើងអត់សូវមាន view ច្រើនទេមួយទៀតគឺថាដើម្បីកាត់តវីដេអូទាំងអស់ហ្នឹងបានតើគេប្រើនៅកម្មវិធី software អីខ្លះបើសិនជាយើងជាលក្ខណៈ professional ហ្មងយើងអត់ធ្វើតាមទូរស័ព្ទយើងត្រូវមាន software Adobe Premiere Pro ហ្នឹងអញ្ចឹងវា Adobe Premiere Pro ហ្នឹងវាអាចស៊េរីឆ្នាំ2024-25ឡើងទៅដែល latest update របស់គេហើយអាហ្នឹងសម្រាប់ការកាត់តវីដេអូសម្រាប់ Adobe After Effects វិញគឺសម្រាប់ធ្វើជា animation ឬក៏ graphic motion graphic មានធ្វើពលឺមានខ្យល់មានអីចឹងហើយនឹង Final Cut Pro ឬក៏ DaVinci Resolve វាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកកាត់តហើយប៉ុន្តែភាគច្រើនគឺអានេះយើងត្រូវចេះ
ចេះសំខាន់ជាងគេហើយសម្រាប់កាត់តទៅលើប្រភេទវីដេអូខ្លីៗនៅលើ TikTok អីគឺយើងប្រើជា CapCut ក៏បានដែរនឹងងាយយើងអាចធ្វើអញ្ចឹងបានអ្វីដែលបញ្ហាតាក់ទងមួយជំនាញទាំងអស់ហ្នឹងគឺថានៅពេលដែលក្រុមហ៊ុនគេរើគេមិនរើតែកាត់តវីដេអូឯគេគាត់ជារើអ្នកដែលអាចចេះថតដែរអាហ្នឹងវាបញ្ហាអញ្ចឹងគេអាចនឹងរើអ្នកកាត់តផងហើយនឹងអ្នកថតផងអញ្ចឹងអ្នកថតហ្នឹងពេលខ្លះគាត់ត្រូវមានជំនាញមួយដាច់ដライមួយទៀតតាក់ទងជាមួយនឹងvideography អីអញ្ចឹងទៅហើយវាជាផ្នែកមួយដែលយើងត្រូវការរៀនផ្សេងដែរដライវាមានតាក់ទងមួយ lighting cinematic ឬក៏អី so វាស្មុគស្មាញជាងហ្នឹងហើយលើសពីហ្នឹងដែរនៅក្នុងការកាត់តវីដេអូបងប្អូនក៏ត្រូវចេះ graphic design ទួយដែរពីព្រោះនៅពេលដែលយើងធ្វើ content អីមួយយើងតែចង់ show product យើងត្រូវការដាក់អក្សរដាក់អីបន្ថែមឬក៏យើងធ្វើអីនៅលើវីដេអូហ្នឹងវាមិនមែនវីដេអូហ្នឹងមានតែរូបមនុស្សសុទ្ធឬក៏អីអញ្ចឹងឯងអញ្ចឹងយើងអាចនឹងត្រូវការប្រើជាមួយនឹងAdobe Photoshop ឬក៏ Illustrator ប៉ុន្តែมันទាមទារឲ្យយើងនឹងចេះជាជំនាញពីព្រោះការងារហ្នឹងគឺវាជាការងាររបស់ graphic designer ឯងតែយ៉ាងហោចណាស់ក៏យើងចេះវាបន្តិចតួចទៅគឺក៏ជួយសម្រួលការងារកាត់តវីដេអូរបស់យើងផងដែរអូខេចង់សួរវិញថាតើយើងអាចរៀនជំនាញទាំងអស់ហ្នឹងនៅណាតាមពិតទៅបើសិនជាចង់រៀនជំនាញទាំងអស់ហ្នឹងបងអាចរៀននៅជាលក្ខណៈបញ្ញាបត្រក៏បានឬក៏យើងអត់ចង់ចាយនៅច្រើនយើងអាចរៀនខ្លួនឯងក៏បានដែរឬក៏រៀននៅសាលាបច្ចេកទេសដែលជាប្រភេទ institute ណាខ្ញុំក៏អត់ហ៊ាន recommend មកព្រោះខ្ញុំអត់ច្បាស់ថាមួយណាស្នាមួយណាដែលល្អព្រោះអាហ្នឹងតាមគ្រូបរៀនទេបើគ្រូខ្លះគាត់ចេះច្រើនឬគាត់យើងក៏ចេះច្រើនតាមគាត់ទៅហើយបើសិនដល់បើសិនជាយើងរៀនជា Bachelor ជាបញ្ញាបត្រគឺវាប្រមូលផ្ដុំនៅក្នុងជំនាញ Bachelor of Communication ហើយនឹង Media តែបើសិនជាយើងរៀនជាលក្ខណៈជំនាញបច្ចេកទេសខាងក្រៅអូនឯងអាចរៀនខ្លួនឯងក៏បានតាមរយៈមើលវីដេអូនៅក្នុង YouTube ឬក៏យើងរៀននៅ institute ប្រភេទ institute ហ្នឹងគឺមានបរិញ្ញាបត្រកាត់តវីដេអូហ្នឹងអញ្ចឹងយើងចំណាយពេលយ៉ាងច្រើន3ខែ6ខែយើងអាចកាត់តវីដេអូបានហើយប៉ុន្តែដើម្បីយើងសន្សំបទពិសោធន៍យើងកាត់តវីដេអូឲ្យមានភាពទាក់ទាញអាហ្នឹងវាអាស្រ័យលើការអនុវត្តរបស់យើងដែរអញ្ចឹងតើតើយើងនឹងព្យាយាមហ្វឹកហាត់រៀនហើយយើងអនុវត្តឲ្យបានច្រើនទើបយើងអាចប្រើអានេះស្ទាត់ព្រោះ Adobe Premiere Pro ហ្នឹងបងក៏ធ្លាប់រៀនដែររៀនឲ្យផ្លេចវិញដោយសារវាមាន interface វាមាន tool វាច្រើនខ្លាំងពេកហើយដែលយើងអាចចាំអស់ហើយពេលខ្លះតើយើងអនុវត្តវារាល់ថ្ងៃតែដូចបងធ្វើវីដេអូ content នៅក្នុង YouTube នេះបងអត់ប្រើអាពីរនេះទេដោយសារបងអត់ចេះធ្វើវាបងប្រើMicrosoft Clipcam គឺវាងាយស្រួលសម្រាប់អ្នកដែលគាត់សាមញ្ញអត់សូវចេះអញ្ចឹងយើងអាចប្រើអាហ្នឹងធំតែធ្វើ content អីធម្មតាគឺយើងអាចប្រើ content Clipcam នឹងបានហើយតាក់ទងមួយជំនាញទាំងអស់ហ្នឹងតើអ្នកណាខ្លះគួររៀនអាហ្នឹងបងឲ្យយោបល់ថាគួរតែប្រុសពីព្រោះជំនាញទាំងអស់ហ្នឹងវាទីមួយយើងត្រូវដើរទៅថតយើងត្រូវធ្វើដំណើរទៅថតដល់ទីតាំងអីអញ្ចឹងទៅហើយមានការស្ពាយអីវ៉ាន់ច្រើនដែរពេលទៅថតយើងស្ពាយអីវ៉ាន់ស្ពាយអីធ្ងន់យើងត្រូវធ្វើដំណើរឆ្ងាយហើយបន្ទាប់ពីថតហើយយើងនឹងអង្គុយកាត់តទៀតអញ្ចឹងយើងអង្គុយច្រើនអញ្ចឹងបើប្រុសវារៀនផ្នែកហ្នឹងវាត្រូវបើស្រីគាត់អាចធ្វើជា content creator ជា model នៅក្នុងវីដេអូហ្នឹងបាន what else ហើយ yeah it's បើសិនជាយើងគិតថាអូខេខ្ញុំចូលចិត្តការថតរូបខ្ញុំចូលចិត្តការធ្វើវីដេអូខ្ញុំអត់មានភាពខ្មាស់អៀនក្នុងការនិយាយនៅក្នុងវីដេអូអាចសាកល្បងរៀនជំនាញនឹងបានសម្រាប់សម្ភារៈមកវិញអូខេតើតើនឹង material
តើដើម្បីខ្ញុំហ៊ានជំនាញបានខ្ញុំត្រូវការសម្ភារៈអីគេខ្លះចំណុចទី1គឺយើងត្រូវការ laptop ឬក៏ទី2យើងអាចត្រូវការ desktop តែខ្ញុំគិតថាយើងត្រូវការ desktop ច្រើនជាងព្រោះ desktop ហ្នឹងយើងអាចនឹងត្រូវការ monitor អាធំមកដើម្បីព្រោះពេលយើងកាត់តវីដេអូអ្នកដែលកាត់វីដេអូគឺគាត់ដឹងគឺវារៀងពិបាកមើលមែនតើ interface ហ្នឹងវាពិបាកធ្វើឲ្យយើងមើលអា monitor ហ្នឹងផងយើងកាត់តវីដេអូចឹងធ្វើឲ្យយើង confuse ច្រើនចឹងយើងត្រូវការឲ្យតាក់ទងជាមួយនឹង capacity របស់ laptop យើងយកអាណាដែល RAM ធំបន្តិចទៅអាចយក RAM ចាស់ពី 8GB អីឡើងទៅព្រោះបើមិនចឹងទេវាពេលដែលយើង render វីដេអូហ្នឹងវារៀងស្ទុះត្រង់តែវា render ហើយវាស៊ីពេលយូរចឹងយើងត្រូវចំណាយទៅលើ laptop នឹងច្រើនហើយនឹងអាសម្ភារៈនឹងច្រើនហើយមាន mouse ហើយនឹងអាចយើងត្រូវការ headset ហ្នឹងកាសតិចព្រោះពេលយើងកាត់តវីដេអូយើងត្រូវការស្ដាប់សំឡេងស្ដាប់អីដែរចាហើយនឹងអាចនិយាយថា camera set ហ្នឹងបងអត់ច្បាស់ទេព្រោះខាងជំនាញខាង videography យើងត្រូវតែភាគច្រើនពេលខ្លះក្រុមហ៊ុនគេមានឲ្យយើងឲ្យ camera set ហ្នឹង laptop និង desktop នេះហើយក៏អាចដែរតាក់ទងជាមួយនឹង hard disk ពេលខ្លះយើងកាត់តវីដេអូឲ្យទំហំវាធំចឹងយើងត្រូវការ store វានៅក្នុង hard disk មួយចឹងយើងអាចដាក់ចូល cloud ក៏បានដែរគ្រាន់តែគេឲ្យយើង pay លុយដូចពួក Adobe Cloud អីយើងត្រូវ pay លុយឲ្យគេ so ហ្នឹងហើយការងារហ្នឹងវារៀងអង្គុយច្រើនតិចប៉ុន្តែបើសិនយើងចូលចិត្តយើងអាចសាកល្បងរៀនវាបានណាអូខេចឹងបងសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងយល់រៀនតិច